ចាហើយអាវ៉ាន់ពីស្បោងដែលតែងមកហ្នឹងនេះគេចាប់អស់បាត់ហើយដោយសារលើគីឡូហើយណាមួយអាក្នុងនឹងសិតតែចំណៃហើយនំអញ្ចឹងវាកៅគីឡូចេញខ្លះដែរអាវ៉ាន់វាលើគីឡូចឹងរបស់ណាដែលយើងអត់ត្រូវការយើងដកចេញទៅដើម្បីឲ្យគ្រប់គីឡូហើយឈៀងចម្លែកតិចហ្នឹងគេលេងខ្លឹង4នាក់គេខ្លឹងអាវ៉ាន់ទាំង4នាក់ចូលគ្នាហ្មងទៅពេកបូកគីឡូបានតែម្នាក់7ទេទៅពេកអញ្ចឹងហើយមួយទៀតគេឲ្យយើងខ្លឹងអាវ៉ាន់ដែលយើងយួរដៃដែលយើងត្រូវយកឡើងទៅលើយន្តហោះបានគេឲ្យខ្លឹងដែរពេកអញ្ចឹងវាមិនលើសហើយបើយើងខ្លឹងទៅវ៉ាលីអត់លើសទេប៉ុន្តែអត់ដឹងមិនទៅហ្នឹងគេឲ្យខ្លឹងអញ្ចឹងហ្នឹងហើយតោះមកគេមកប្រើដែរហ្នឹងហើយសួរថាមិនអញ្ចឹងពួកខ្ញុំមកបច្ចៈប្រាប់ខាងពលាននៅហ្នឹងតែពេលខ្ញុំមកខ្ញុំខ្លឹងគឺខ្លឹងតែកាបូបវ៉ាលីខ្ញុំត្រូវ check in ហ្នឹងទេ7គីឡូហ្នឹងទេប៉ុន្តែអាយុដៃនេះគេអត់មាន check ឲ្យអញ្ចឹងហើយតោះឲ្យគេនៅតែបច្ចៈប្រាប់ថាគេត្រូវធ្វើអញ្ចឹងត្រូវធ្វើអញ្ចឹងក៏ចាប់ផ្ដើមរើវ៉ាន់រើអីចេះយកវ៉ាន់ណាដែលអត់ចាំបាច់ចេញទៅយល់ថាមានអីមានតែនំកញ្ចប់កញ្ចប់របៀបថាយើងចង់ទិញយកទៅផ្ញើអ្នកតែយើងអញ្ចឹងហើយចាក់ស្ដែងមួយទៀតកៅឥណ្ឌាយើងពាក់ចូលកម្មវិធីហ្នឹងហើយយើងយកមកខ្មែរតែពេលយើងយកមកអញ្ចឹងកៅអៅហ្នឹងវាធ្ងន់ដែរអញ្ចឹងដើម្បីរក្សាកៅអៅហ្នឹងក៏ដកកៅអៅយើងមួយចំនួនដែលយើងថាបើទៅយើងលេងចង់ពាក់ឬអត់សូវនេះយើងចង់បោះបង់ចោលយើងបោះបង់ហ្នឹងណានឹងអវ៉ាន់នំអីទៅហើយចាក់ស្ដែងក៏ខាងអ្នកគេថ្លឹងអវ៉ាន់ថ្លៃហ្នឹងគេឃើញដែរថាក្នុងបលីយើងហ្នឹងមានកៅអៅរបៀបឥណ្ឌាហើយអវ៉ាន់យើងក៏អវ៉ាន់សិតតែនំកញ្ចប់របៀបឥណ្ឌាដែរចាហើយបន្ទាប់ពីរៀបអវ៉ាន់ថ្លឹងគីឡូគ្រប់ហើយយើងត្រង់ជួរដើម្បីឆែកបន្តដើម្បីឡើងយន្តហោះហើយពេលហ្នឹងស្ដាយវ៉ាន់ដែរហ្នឹងហើយនេះអវ៉ាន់អាពីរគេចាប់ថងហ្នឹងគេយកទៅហ្នឹងហើយមកស្ទុះក៏ឃើញគេកាន់មកវិញហើយគេនិយាយគ្នាភាសាឥណ្ឌាចង់ឲ្យចូលមកខាងគ្នាខ្ញុំហើយនឹងខ្ញុំពីរនាក់ហ្នឹងចូលមកហើយក៏គេឲ្យអវ៉ាន់ហ្នឹងវិញតែគេឲ្យវិញនេះសប្បាយចិត្តតែអត់ដឹងមូលហេតុអីទេតែគេគ្រាន់តែប្រាប់ថាលោកក្រោយអត់ឲ្យលើសគីឡូអញ្ចឹងទៀតណាអានេះលើកទី1គេអត់អីគេលើកលេងឲ្យគេឲ្យអវ៉ាន់ហ្នឹងមកវិញឃើញមិត្តភក្តិខ្ញុំលើកបាយបាយហ្នឹងស្មានតែអវ៉ាន់គេយកទៅដើរទៅអញ្ចឹងណាហើយឃើញតែថតនេះថាបាយបាយទៅគេយកមកឲ្យវិញសោះពេលហ្នឹងចាហើយវ៉ាន់បានមកវិញអញ្ចឹងយើងបានឡើងយន្តហោះហើយដូចជាចូលម៉ោង11ជាងហើយបានឡើងយន្តហោះហើយយើងហោះមកវិញទៅយកមកតជើងនៅប្រទេសថៃហោះមកដល់ប្រទេសថៃម៉ោង4ជាង5ចឹងបានយើងតមកខ្មែរទៀតចឹងហើយអានេះទេសភាពពេលយប់នៅឥណ្ឌាខ្ញុំធ្វើដំណើរពីឥណ្ឌាមកថៃហ្នឹងប្រើពេល4ម៉ោងហើយពេលយប់ហ្នឹងដូចជាមានភ្លៀងមានអីដែរណាជីយប់ឡើងហើយនេះមកដល់ពលានដនមឿងយើងមកដល់ព្រឹកព្រលឹមហ្មងហើយដូចជាអត់មានត្រូវ check អីច្រើនទេយើង check តែប្រវត្តិយើងម្ដងទៀតហើយយើងចាំ1ម៉ោងបានឡើងមកភ្នំពេញហ្មងពលានភ្នំពេញដំណើរមួយនេះគឺមានការហត់នឿយជាខ្លាំងមើលទឹកមុខគឺអស់លេងហើយព្រោះអត់បានគេងទេយប់ឡើងហ្នឹងគេងអត់លក់ហើយយើងតជើងចេញមកម៉ោង7មកដល់ភ្នំពេញម៉ោងប្រហែលជា8ជាង7 9ហើយដំណើរផ្សងព្រេងមួយនេះគឺជោគជ័យហើយមានយើងថារលូនទៅព្រោះអីយើងធ្វើទាំងទៅទាំងមកសុខភាពធ្វើដំណើរទាំងសុខភាពនេះទេសភាពនៅទីក្រុងភ្នំពេញរបស់យើងពីខាងលើទៅនេះតែខ្ញុំអត់ដឹងថាតំបន់ណានេះមើលយល់វិញហើយជីដល់លើមើលពីលើមើលយល់បណ្ដោយ